ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះទាំងមកទាំងបៀសូមណែនាំប្រភេទម៉ាស៊ីនខាងលើគឺជាឧបករណ៍សម្រាប់តម្លើងជាម៉ាស៊ីនផ្សែងឬក៏បងប្អូនអាចប្រើសម្រាប់ជាឧបករណ៍ផ្សែងដែលដាក់ក្នុងផ្ទះជាកម្មឬក៏ដាក់នៅតាមសួនចឹងឧបករណ៍នេះបងប្អូនអត់ពិបាកទេបើសិនជាបងប្អូនចង់តម្លើងជាម៉ាស៊ីនផ្សែងសម្រាប់ប្រើនៅផ្ទះជាកម្មប្រើតម្លើងដូចធុងឆ្នៃដែលខ្ញុំបានបង្ហាញគឺវាមានទាំងហាលវាមានដុំផ្សែងនឹងផងដុំភ្លើងនឹងផងហើយនឹងធុងយើងប្រើប្រភេទធុងធម្មតាធុងទៀបបាទនឹងអាចយកមកកំណត់បានចាំបើសិនជាបងប្អូនអរគ្នាចង់តម្លើងដាក់ក្នុងសួនបងប្អូនគ្រាន់តែទិញពងមកគូសម្រាប់សកមកដើម្បីបណ្ដែតវានៅក្នុងទឹកចឹងបងប្អូនអាចដាក់វានៅក្នុងទឹកបានឬក៏បងប្អូនដាក់វាបណ្ដែតនៅក្នុងអាងចិញ្ចឹមត្រីបានឲ្យតែទឹកហ្នឹងគឺជាទឹកស្អាតទឹកល្អតែជៀសវាងពីទឹកកខ្វក់ឬមួយទឹកដែលមានដីទឹកកកបងប្អូនតែបើសិនជាបងប្អូនអរគ្នាដាក់នៅក្នុងសួនទេបងប្អូនដាក់តែឆ្នៃធ្វើតែកូនពីងថ្មធំមួយល្មមហើយបងប្អូនប្រកបវានៅក្នុងសួនបងប្អូនទៅដាំដំការចិត្តទៅដល់ពេលបងប្អូនបាញ់អាម៉ាស៊ីនផ្សែងនឹងចេញវាហុយចេញផ្សែងតិចមកខាងក្រៅហើយបងប្អូនងាយស្រួលប្រើឲ្យតែទឹកយើងថ្លាទឹកម៉ាស៊ីនទឹកថ្លានិយាយទៅឲ្យតែថ្លាឆ្វង់អត់មានកកដីបងប្អូនអាចប្រើវាបានដោយសុវត្ថិភាពបើអ្នកចិញ្ចឹមត្រីវិញគាត់ចង់លម្អនៅសួនរបស់គាត់អញ្ចឹងក៏គាត់ដាក់នៅក្នុងអាងចិញ្ចឹមត្រីដើម្បីបណ្ដែតឲ្យវាបណ្ដែតនៅលើទឹកទៅផ្សែងដែលវាចេញមកវាបណ្ដែតចេញមកខាងក្រៅផ្សែងដែលវាបំលែងចេញមកគឺជាផ្សែងនៃចំហាយទឹកអញ្ចឹងកាលណាដែលវាភាយចេញមកគឺវាមានលក្ខណៈត្រៀងត្រជាក់ចឹងហើយបងមួយចំនួនគាត់យកទៅដាក់នៅសួនគាត់យកមកកប់នៅក្នុងសួនដល់ពេលដែលវាយកទឹកផលិតទៅជាផ្សែងបំភាយនៅក្នុងកន្លែងសួនរបស់យើងអញ្ចឹងឃើញទិដ្ឋភាពស្អាតដូចនៅលើពពកចឹងបងប្អូនទិដ្ឋភាពផ្សែងវាចេញមកគឺល្អតែម្ដងបើសិនបងប្អូនប្រើសម្រាប់អាងទឹកហាងកាហ្វេនៅតាមភោជនីយដ្ឋានឬផ្ទះតិចកម្មយើងយកទៅផលិតគ្រប់ស្ថានភាពបានទាំងអស់បងប្អូនសូមអរគុណបងប្អូនអរគ្នា